រឿងដែលខ្ញុំបារម្ភបំផុតថៃមិនដកថយទេហើយធ្វើសង្គ្រាមអុកឡុករហូតថៃបានលទ្ធផលមួយគឺថៃចង់បានកិច្ចព្រមព្រៀងថ្មីមួយរវាងថៃហើយនិងកម្ពុជារវាងរដ្ឋាភិបាលថៃនិងរដ្ឋាភិបាលក្រុងគ្រួសារហ៊ុនបច្ចុប្បន្ននេះគឺកិច្ចព្រមព្រៀងថ្មីមួយដែលធ្វើមុខភាពទាំងអស់នៅខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមុខភាពទាំងអស់នៅសន្ធិសញ្ញាអនុសញ្ញាបារាំងសៀមនិយាយរួមធ្វើមុខភាពទាំងអស់នៅខ្លឹមសារច្បាប់សន្ធិសញ្ញាអនុសញ្ញាកិច្ចព្រមព្រៀងទាំងឡាយរវាងថៃនិងកម្ពុជាដែលមានពីមុនមកហើយធ្វើកិច្ចព្រមព្រៀងថ្មីអនុវត្តថ្មីអ្នកធ្វើកិច្ចព្រមព្រៀងថ្មីអនុវត្តថ្មីនេះណាគឺគេធ្វើអ្វីថ្មីបានទាំងអស់គេធ្វើព្រំដែនថ្មីគេធ្វើផែនទីថ្មីគេបង្កើតកិច្ចសហប្រតិបត្តិការថ្មីហើយកាលណាបង្កើតកិច្ចព្រមព្រៀងថ្មីបែបនេះណាគឺដល់ពេលដែលកម្ពុជាវិនាសកម្ពុជាបាត់បង់ហើយពីព្រោះកាលណាគេបង្កើតកិច្ចព្រមព្រៀងថ្មីគឺគេធ្វើអ្វីថ្មីបានទាំងអស់ជាគំនិតថ្មីរបស់ពួកគេជារបៀបថ្មីរបស់ពួកគេគឺថៃចង់ធ្វើដូចវៀតណាមមានន័យថាវៀតណាមបដិសេធកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសវៀតណាមយកកោះត្រល់វៀតណាមធ្វើឲ្យរស់ឡើងវិញនៅកិច្ចព្រមព្រៀងខុសច្បាប់ដែលលោកហ៊ុនសែនជាអ្នកជួយអញ្ចឹងថៃគេចង់ធ្វើបែបហ្នឹងគឺគេចង់ធ្វើតាមរយៈរដ្ឋាភិបាលលោកហ៊ុនម៉ាណែតហ្នឹងដើម្បីឲ្យមានកិច្ចព្រមព្រៀងថ្មីមួយដែលថៃអាចគូសផែនទីតាមរបៀបថៃហើយរដ្ឋាភិបាលលោកហ៊ុនម៉ាណែតយល់ព្រមតាមគេជាបំណងរបស់ថៃដូច្នេះហើយសង្គ្រាមនេះមិនងាយចប់ទេខ្ញុំគិតថាទោះបីជារដ្ឋាភិបាលហ៊ុនសែនហ៊ុនម៉ាណែតនេះប្រកាសថាចុះចាញ់ក៏ដោយតែបើអត់មានកិច្ចព្រមព្រៀងថ្មីមួយក៏ថៃមិនបញ្ចប់សង្គ្រាមនោះដែរចុះលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតឆ្លើយតបដោយរបៀបណាអត់មានកម្លាំងឆ្លើយតបទេហ៊ុនសែនលោកហ៊ុនម៉ាណែតទប់តែអំណាចរបស់ខ្លួនមិនឲ្យដួលរលំតែប៉ុណ្ណោះចំណាយការពារជាតិគឺគាត់អត់ខ្វល់ទេសប្តាហ៍ថ្ងៃហ៊ុនសែននិងហ៊ុនម៉ាណែតអត់ខ្វល់រឿងព្រំដែនទេណាមើលឲ្យច្បាស់ទាំងជាមួយថៃទាំងជាមួយវៀតណាមអត់ខ្វល់ទេណាអត់ខ្វល់សោះឡើយអំពីព្រំដែនគាត់ខ្វល់ត្រឹមតែរបងផ្ទះគាត់នៅទួលក្រសាំងនៅភ្នំពេញតែប៉ុណ្ណោះក្រៅពីនឹងគាត់អត់ខ្វល់ទេពីព្រោះនោះគឺជាកន្លែងការពារអំណាចអរគុណលោកកឹមសុខ លោកកឹមសុខបកស្រាយចំណុចនេះខ្ញុំព្រឺសបល់ហើយព្រួយបារម្ភមែនទែនព្រោះអីអតីតកាលដែលយើងបានឆ្លងកាត់រវាងសន្ធិសញ្ញាឪពុកបានធ្វើឲ្យបាត់បង់កោះត្រល់មួយចំនួនហើយនឹងទឹកដីឥឡូវឈានមកដល់លោកហ៊ុនម៉ាណែតគឺថៃគេបានដាក់សម្ពាធប្រសិនបើដូចលោកកឹមសុខបានព្យាករមែនគឺជារឿងមួយដែលគ្រោះថ្នាក់ជាតិធំណាស់អញ្ចឹងប្រជាពលរដ្ឋខ្មែរយើងត្រូវធ្វើការកត់សម្គាល់ហើយនឹងយកចិត្តទុកដាក់តាមដានព្រឹត្តិការណ៍នេះមែនទែនប្រសិនបើលោកហ៊ុនម៉ាណែតអាចចុះហត្ថលេខាដោយលោកកឹមសុខបានព្យាករមែននោះគឺយើងនឹងបាត់បង់ទឹកដីធំធេងមែនទែនហើយសន្ធិសញ្ញាទីក្រុងប៉ារីសលោកមនោតាមដានរឿងមួយឥឡូវហ្នឹងគេផុសមិនទេគេផុសថាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនេះធ្វើនយោបាយតិចណាមិនប្រើកម្លាំងទៀតទេដើម្បីសេចក្តីសុខកងទ័ពមិនចង់ឲ្យមានការស្លាប់ច្រើនហើយរកការផ្សះផ្សាគ្នាហើយឥឡូវនេះអ្នកនាំពាក្យក្រសួងការបរទេសចេញមកហើយថាចង់ឲ្យមានការជជែកទម្លុះទម្លាយបើកច្រកព្រំដែនអានងហើយដែលជារបៀបសរសៀឲ្យមានការគប់ខិតគ្នារវាងរដ្ឋាភិបាលថៃនិងរដ្ឋាភិបាលលោកហ៊ុនម៉ាណែតហើយអ្វីដែលថៃចង់បានគឺកិច្ចព្រមព្រៀងថ្មីមួយដោយដែលរបៀបដែលរដ្ឋាភិបាលត្រកូលហ៊ុនហ្នឹងអនុវត្តជាមួយវៀតណាមចឹងរដ្ឋាភិបាលលោកហ៊ុនសែនមិនអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីដោះស្រាយបញ្ហាទឹកដីជាមួយនឹងវៀតណាមទេអញ្ចឹងថៃគេចង់បានឲ្យរដ្ឋាភិបាលហ៊ុនម៉ាណែតហ្នឹង
ដោះស្រាយបញ្ហាទឹកដីព្រំដែនជាមួយនឹងគេដោយកិច្ចព្រមព្រៀងថ្មីដែរដោយបដិសេធកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីបដិសេធអនុសញ្ញាសន្ធិសញ្ញាបតអាស៊ានហើយនឹងផែនទីអបសម្ព័ន្ធខ្ជាប់ឆ្នាំ1908ឃើញទេនោះគឺជាអ្វីដែលថៃចង់បានហើយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតកំពុងសរសេររឿងហ្នឹងឯងដើម្បីអីដើម្បីកុំឲ្យមានភាពចម្រូងចម្រាសជាមួយកងទ័ពថៃតែប៉ុណ្ណឹងក្នុងការរក្សាអំណាចរបស់ខ្លួនហេតុអីពីព្រោះរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនេះណាកំពុងតែស្ថិតនៅក្រោមសម្ពាធនៃការគៀបសង្កត់របស់កងទ័ពថៃសម្បំណាស់ជាពិសេសរឿងអក្រិតកម្មឆ្លងដែនហើយមួយវិញទៀតគឺការវាយបកផ្នែកសេដ្ឋកិច្ចពិតមែនថៃខាតច្រើនក្នុងសង្គ្រាមហ្នឹងខាតច្រើនជាងខ្មែរថៃខាតច្រើនជាងខ្មែរមិនមែនមានន័យថាថៃអន់ជាងខ្មែរទេកុំច្រឡំរឿងហ្នឹងណារឿងសេដ្ឋកិច្ចខ្ញុំនិយាយរឿងសេដ្ឋកិច្ចថៃខាតច្រើនជាងខ្មែរនៅត្រង់ថាសេដ្ឋកិច្ចថៃវាធំជាងខ្មែរអញ្ចឹងបានឃើញទិន្នន័យថៃខាតច្រើនជាងខ្មែរប៉ុន្តែការខាតបង់របស់ថៃមិនធ្វើឲ្យសេដ្ឋកិច្ចថៃដួលរលំឡើយតែកុំភ្លេចការខាតបង់របស់ខ្មែរធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាដួលរលំដូច្នេះបញ្ហានេះគឺលោកហ៊ុនម៉ាណែតប្រឈមនឹងករណីនឹងសម្បំណាស់អញ្ចឹងហើយបានជាគាត់ព្យាយាមសម្របសម្រួលផ្លូវក្រោយជាមួយថៃហើយខ្ញុំបារម្ភអ្វីដែលខ្ញុំបារម្ភបំផុតគឺចេញកិច្ចព្រមព្រៀងថ្មីបើកាលណាចេញកិច្ចព្រមព្រៀងថ្មីស្មើនឹងបាត់បង់ប្រទេសកម្ពុជាហើយពេលហ្នឹងអញ្ចឹងហើយបានជាបងប្អូនប្រជាពលរដ្ឋខ្មែរនៅជុំវិញពិភពលោកឥឡូវហ្នឹងមើលឃើញទស្សនវិស័យមួយដែលត្រូវសង្គ្រោះប្រទេសកម្ពុជាដោយរដ្ឋាភិបាលថ្មីមួយប្រសិនបើរដ្ឋាភិបាលក្រុងគ្រួសារហ៊ុននៅតែប្រងើយកន្តើយមិនអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានពិតណាស់ខ្ញុំក៏យល់ស្របជាមួយនឹងលោកកឹមសុខដែរនៅត្រង់ចំណុចថាលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតគឺគ្មានឆន្ទៈនៅក្នុងការយកសន្ធិសញ្ញាទីក្រុងប៉ារីសយកមកអនុវត្តទេប្រសិនបើគ្មានឆន្ទៈនៅក្នុងការយកសន្ធិសញ្ញាទីក្រុងប៉ារីសទៅអនុវត្តគឺថៃគេបង្ខំឲ្យលោកហ៊ុនម៉ាណែតនេះចុះហត្ថលេខាថ្មីធ្វើសន្ធិសញ្ញាថ្មីលុបចោលនៅអ្វីដែលជាសន្ធិសញ្ញាពីមុនដែលការពីបូរណភាពទឹកដីដោយសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904ឆ្នាំ1907ហើយសន្ធិសញ្ញាដែលពាក់ព័ន្ធជាមួយនឹងបូរណភាពទឹកដីផ្សេងទៀតហ្នឹងក៏ថៃគេនឹងសម្លុតឬមួយក៏ដាក់សម្ពាធឲ្យលោកហ៊ុនម៉ាណែតនឹងចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីអញ្ចឹងដើម្បីការពារបូរណភាពទឹកដីរបស់យើងបានដោយលោកគឹមសុខគាត់មានប្រសាសន៍បាញ់មិញគឺត្រឹមត្រូវណាស់ជាពលរដ្ឋខ្មែរត្រូវតែនាំគ្នាងើបឈរគ្រប់គ្រងរដ្ឋាភិបាលថ្មីមួយនៅក្នុងការបំពេញនៅបំណងរបស់ប្រជាពលរដ្ឋគឺប្តឹងទៅសហប្រធានប្តឹងដើម្បីយកសន្ធិសញ្ញាទីក្រុងប៉ារីសមកអនុវត្តដើម្បីការពារបូរណភាពទឹកដីរបស់យើងបងប្អូនណាសម័យហ៊ុនសែនអស់ដីមានកិច្ចព្រមព្រៀងថ្មីជាមួយវៀតណាមធ្វើឲ្យវៀតណាមត្រួតត្រាកម្ពុជាបានយ៉ាងងាយដល់សម័យលោកហ៊ុនម៉ាណែត2ឆ្នាំសោះធ្លាក់ទៅក្នុងសង្គ្រាមថៃចូលយកដីហើយមួយវិញទៀតក៏កំពុងប្រឈមទៅនឹងការគៀបសង្កត់របស់ថៃក្នុងការទាមទារឲ្យរដ្ឋាភិបាលហ៊ុនម៉ាណែតធ្វើកិច្ចព្រមព្រៀងថ្មីតាមថៃចង់បានបម្រើផលប្រយោជន៍ទឹកដីរបស់ថៃរឿងនេះមួយបើយើងមិនប្រយ័ត្នទេវិបត្តិកម្ពុជាធ្លាក់កាន់តែធ្ងន់បងប្អូនពិចារណាជីវិតជាតិខ្មែរយើងស្ថិតនៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានឯកសារ4ឯកសារ3នោះសំខាន់ណាស់គឺដំណោះស្រាយកម្ពុជាការពារបូរណភាពទឹកដីនិងស្ដារកម្ពុជាឡើងវិញហើយរឿងទាំងអស់ហ្នឹងគឺដើម្បីការពារពូជសាសន៍ខ្មែរកុំឲ្យបាត់បង់និងការពារទឹកដីខ្មែរកុំឲ្យបាត់បង់ដោយប្រគល់សិទ្ធិស្វ័យសម្រេចនៃជោគវាសនាទៅឲ្យប្រជាពលរដ្ឋខ្មែរពេលដែលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតមិនអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះមានន័យថាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតលែងប្រគល់សិទ្ធិអំណាចឲ្យប្រជាពលរដ្ឋខ្មែរហើយកាលណាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតលែងប្រគល់សិទ្ធិអំណាចឲ្យប្រជាពលរដ្ឋខ្មែរនោះមានន័យថាអ្វីដែលគេអនុវត្តគឺកិច្ចព្រមព្រៀងថ្មីដែលផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលផ្ទុយពីគោលការណ៍អន្តរជាតិអនុវត្តជាមួយវៀតណាមបានផលប្រយោជន៍ទៅវៀតណាម
បើមានកិច្ចព្រមព្រៀងថ្មីជាមួយថៃអនុវត្តជាមួយថៃបានផលប្រយោជន៍ទៅថៃទីបំផុតកិច្ចព្រមព្រៀងថ្មីទាំងជាមួយវៀតណាមទាំងជាមួយថៃសុទ្ធតែជាយុទ្ធវិធីរបស់ថៃនិងវៀតណាមបែងចែកទឹកដីកម្ពុជាតែប៉ុណ្ណោះម្ល៉េះហើយបើប្រជាពលរដ្ឋខ្មែរមិនប្រយ័ត្នទេកម្ពុជាប្រឈមនឹងការបាត់បង់ដំណាក់កាលនេះគឺជាដំណាក់កាលដែលប្រឈមនឹងការបាត់បង់មែនទេណាមិនមែនជារឿងលេងទេណាបងប្អូនមើលឃើញលោកហ៊ុនសែនលោកហ៊ុនម៉ាណែតប្រកាសភាពអត់ធ្មត់របស់គាត់ថាខ្លាំងមិនខ្លាំងទេតាមពិតគាត់ប្រកាសចុះចាញ់គាត់មិនមែនប្រកាសអត់ធ្មត់ទេគាត់ប្រកាសចុះចាញ់ហើយកាលណាចុះចាញ់ហើយយើងដឹងស្រាប់ហើយណាក្នុងសង្គ្រាមកាលណាមានអរិយាប័ត្រចុះចាញ់ហើយគឺមានតែធ្វើតាមគេខ្ញុំសូមបញ្ជាក់ជូនបងប្អូនម្ដងទៀតណាភាពអត់ធ្មត់ដែលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតប្រកាសមិនមែនជាឥទ្ធិពលការទូតនិងផ្លូវច្បាប់ពិតប្រាកដទេភាពអត់ធ្មត់ដែលលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតប្រកាសគឺការដកថយឲ្យគេចូលយកទឹកដីខ្មែរនិងជាការប្រកាសចុះចាញ់ហើយនៅក្នុងសង្គ្រាមកាលណាប្រកាសដកថយនិងចុះចាញ់ហើយមានតែចាំធ្វើតាមគេប៉ុណ្ណោះសង្គ្រាមតូចក៏ដោយសង្គ្រាមធំដល់ខ្នាតពិភពលោកសង្គ្រាមលោកលើកទី1ក៏ដោយសង្គ្រាមលោកលើកទី2ក៏ដោយបងប្អូនពិចារណាច្បាស់ណាកុំចាញ់បោកយុទ្ធសាស្ត្រអត់ធ្មត់នោះមិនមែនជាយុទ្ធសាស្ត្រអត់ធ្មត់ទេគឺអត់ខ្វល់និងចុះចាញ់គេបាទអរគុណលោកកឹមសុខ